ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅឯទីក្រុងបាងកកបានចេញសេចក្តីជូនដំណឹងសន្តិសុខនៅថ្ងៃទី8ធ្នូទៅកាន់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅឬធ្វើដំណើរនៅក្នុងតំបន់ជំលុកប្រដាប់អាវុធតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្ទាប់ពីយន្តហោះចម្បាំង F-16 បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងប្រទេសកម្ពុជាអំពើហិង្សាដែលបានផ្ទុះឡើងវិញនៅថ្ងៃទី7ធ្នូដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់8នាក់និងបានបង្ខំឲ្យជនស៊ីវិលជាង 380,000 នាក់ជម្លៀសចេញពីខេត្តជាប់ព្រំដែនថៃការកើនឡើងចុងក្រោយនេះគឺជាការគំរាមកំហែងដល់ការបំបែកកិច្ចព្រមព្រៀងបទជប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោកโจណាល់ត្រាំនៅក្នុងខែតុលានិងជាការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានៅក្នុងខែកក្កដា2025មកផ្អែកតាម Reuters ដែលបានចុះផ្សាយនៅថ្ងៃទី8ធ្នូបានរៀបរាប់ថាកងទ័ពអាកាសថៃបានបន្តដាក់ពង្រាយយន្តហោះចម្បាំង F-16 នៅព្រឹកព្រលឹមនៅថ្ងៃច័ន្ទទី8ធ្នូដោយបានវាយប្រហារទៅលើទីតាំងយោធាកម្ពុជាមជ្ឈមណ្ឌលបញ្ជាការនិងឃ្លាំងអាវុធនៅជិតព្រំដែនដែលមានចំនួនយោធាថៃបានរាយការណ៍ថាទាហានម្នាក់បានស្លាប់ខណៈដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកនេតភក្ត្រាបានប្រាប់ AFP ថាការវាយប្រហាររបស់ថៃបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់4នាក់នៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដោយមានអ្នករងរបួសជាង10នាក់ប្រទេសថៃបានអះអាងថាកងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារទៅលើទីតាំងរបស់ថៃនៅម៉ោងប្រហែល3ព្រឹកមកនៅក្នុងស្រុកដោយបានប្រើកាំភ្លើងធុនធ្ងន់ខណៈដែលក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់នេះទាំងស្រុងជាមួយគ្នានេះអាជ្ញាធរថៃបានបញ្ជាឲ្យមានការជម្លៀសពលរដ្ឋយ៉ាងច្រើនប្រមាណ 50,000 នាក់នៅទូទាំងខេត្តព្រំដែនចំនួន4គឺខេត្តបុរីរំស៊ីសាកេតសុរិន្ទនិងឧបលរាជធានីគិតចាប់ពីថ្ងៃច័ន្ទទី8ធ្នូមកការប្រយុទ្ធគ្នាឡើងវិញនេះតំណាងឲ្យការដួលរលំដែលអាចកើតមាននៃកិច្ចព្រមព្រៀងបទជប់បាញ់មួយដែលបានចុះហត្ថលេខានៅក្នុងខែតុលាឆ្នាំ2025នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅឯទីក្រុងកូឡាឡាំបួរដែលជាកន្លែងដែលលោកโจណាល់ត្រាំបានត្រួតពិនិត្យកិច្ចព្រមព្រៀងនេះរួមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមគួរក៏សម្គាល់ផងដែរថាកាសែតអន្តរជាតិល្បីៗជាច្រើនបានបន្តចុះផ្សាយក្នុងចំនួនកើនឡើងជាថ្មីយ៉ាងគ្រោងគ្រាតតែម្ដងដែលមានលក្ខណៈខុសពីរាល់ដងដែលភាពល្បីល្បាញចុះផ្សាយដោយសារតែកម្រិតនៃការកើនឡើងសង្គ្រាមដោយប្រើយន្តហោះចម្បាំង F-16 និងការបែកបាក់នៃកិច្ចព្រមព្រៀងសន្តិភាពដែលមានការធានាពីប្រទេសមហាអំណាចជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន